សូមជូនរឿងក្រពើនិងអ្នកបរទេសថ្ងៃមួយមានតាម្នាក់បរទេសកាត់តាមដងព្រៃមួយហើយក៏បានប្រទះបឹងមួយគោកទឹកអស់រលីងគាត់ឃើញក្រពើមួយមានស្បែកស្ងួតស្រកាក្រៀមស្វិតកំពុងតែវាខ្វាក់នៅទីនោះក្រពើពេលឃើញតាមកដូច្នោះក្រពើក៏និយាយទៅកាន់តានោះថាតាអើយតាអាណិតជួយយកអាសាខ្ញុំផងទៅចុះជួយយកខ្ញុំទៅដាក់នៅកន្លែងដែលមានទឹកជ្រៅផងព្រោះខ្ញុំនេះជិតស្លាប់ទៅហើយដោយសារតែក្រពើអង្វរដូច្នោះតានោះក៏យកក្រពើទៅចងរឹតជាប់នឹងទូកប្រទេសហើយក៏បរចេញទៅពេលទៅដល់កន្លែងមានទឹកសមគួរហើយតានោះក៏ដាក់ក្រពើចុះចំណែកឯក្រពើនៅពេលដែលបានដល់កន្លែងដែលមានទឹកជ្រៅហើយវាក៏សប្បាយចិត្តរីករាយរួចនិយាយទៅកាន់តានោះថាយើតាឯងទៅណាអត់រួចទេព្រោះអំបញ្ញមិញនេះតាឯងចង់រឹតអញខ្លាំងណាស់ឥឡូវបើតាឯងចង់រួចខ្លួនឲ្យគោមកអញស៊ីបើមិនឲ្យគោអញស៊ីទេអញនឹងស៊ីតាឯងដូច្នេះត្រូវតែឲ្យគោនោះមកឲ្យអញស៊ីភ្លាមក្រពើវាឃ្លានខ្លាំងព្រោះវាអត់ចំណីជាច្រើនថ្ងៃតានោះភ័យណាស់គាត់និយាយថាកុំទាន់អាលស៊ីខ្ញុំអីចាំខ្ញុំទៅរកអ្នកកាត់ក្តីសិនព្រោះខ្ញុំបានជួយឯងបែរជាឯងមកចង់ស៊ីខ្ញុំវិញខ្ញុំមិនសុខចិត្តនោះទេរួចហើយតាក៏ដើរទៅរកអ្នកកាត់ក្តីទៅតាមផ្លូវក៏ជួបប្រទះនឹងសុភាទុនសាយសុភាទុនសាយសួរតាថាតាអញ្ជើញទៅណាមកណានឹងមុខស្រងោតស្រងាត់ម្លេះយំផងអីផងតាឆ្លើយទៅកាន់អ្នកកាត់ក្តីថាខ្ញុំដឹកក្រពើពីបឹងអត់ទឹកមករហូតដល់កន្លែងដែលមានទឹកស្រាប់តែវាចង់ស៊ីគោខ្ញុំមិនតែប៉ុណ្ណោះវាថែមទាំងចង់ស៊ីសាច់ខ្ញុំទៀតផងឮដូច្នេះសុភាទន្សាយក៏តបថាមិនអីទេអញ្ចឹងតែឯងទៅមុនចោះខ្ញុំទៅតាមក្រោយឥឡូវនេះហើយតានោះក៏ត្រឡប់ធ្វើដំណើរមកវិញចំណែកឯទន្សាយក៏មកតាមក្រោយពេលមកដល់ទន្សាយក៏សួរថាម៉េចហើយតារឿងយ៉ាងដូចម្ដេចខ្លះអំបញ្ញនេះតាឆ្លើយថាសត្វក្រពើនេះខ្ញុំខំយកអាសាវាពីបឹងមកព្រោះបឹងនោះវាអត់មានទឹកហើយឃើញក្រពើប្រេះស្រកាអស់ហើយដូច្នេះខ្ញុំក៏នាំវាមកដាក់នៅបឹងទីនេះដែលមានទឹកឥឡូវវារមិលគុណខ្ញុំចង់ស៊ីគោខ្ញុំថែមទាំងចង់ស៊ីសាច់ខ្ញុំទៀតផងទន្សាយក៏សួរថាតើកាលតែឯងដឹកក្រពើនឹងមកដឹកដោយរបៀបណាតាក៏ឆ្លើយថាខ្ញុំចងវានឹងទូករទេសមកពេលឮដូច្នោះក្រពើក៏តបថាបើតែឯងរឹតខ្ញុំល្មមខ្ញុំអត់ខឹងទេប៉ុន្តែនេះតែឯងរឹតខ្ញុំខ្លាំងពេកទើបខ្ញុំខឹងតាក៏តបថាយីខ្ញុំចង់ជួយឯងតើឥឡូវមិនបានឯងមកចង់ធ្វើបាបខ្ញុំវិញក្រពើក៏តបថាតែឯងចង់ខ្ញុំខ្លាំងពេកពេលនោះទន្សាយក៏តបវិញថាអញ្ចឹងពេលតែឯងដឹកមកចង់ដោយរបៀបម៉េចតែឯងចូលធ្វើម្ដងទៀតមើលតាក៏យកក្រពើនោះមកចងទៅលើទូករទេសសាយជាថ្មីម្ដងទៀតពេលចងរួចរាល់ហើយក្រពើតបថាមិនមែនចងប៉ុណ្្នឹងទេចងខ្លាំងជាងនឹងទៀតតាក៏ចងរឹតល្មមក្រពើក៏នៅតែតបថាមិនមែនប៉ុណ្្នឹងទេរហូតដល់តាចងរឹតខ្លាំងឲ្យតឹងទើបក្រពើវាដកដង្ហើមលេងចេញទើបវាថាប៉ុណ្្នឹងឯងទន្សាយក៏ប្រាប់តាថាយីតាពូថៅនៅលើរទេះទុកធ្វើអីទៀតមិនដាក់ទៅហើយតានោះក៏យកពូថៅកាប់ទៅលើក្រពើដែលរមុលកនឹងមួយពូថៅស្លាប់ភ្លាមទៅរឿងពកៈបណ្ឌិតក្នុងអវសរៈកន្លងទៅហើយមានកូនបក្សី3គឺកូនកងោកកូនសាលីកាកូនកុកនៅអាស្រ័យក្នុងសម្បុកលើមេឃព្រឹក្សាចិត្តគ្នាសម័យនោះមានថ្មព្រៃ3នាក់នៅក្នុងដែនកម្ពុជាបាននាំគ្នាចរចូលនៅក្នុងព្រៃដើម្បីចាប់មរឹកថ្មព្រៃទាំង3នាក់ខំស្វែងរកមរឹកអស់ពេញមួយថ្ងៃពុំបានជួបប្រទះសោះដល់ពេលល្ងាចចិត្តត្រឡប់មកផ្ទះវិញបានឃើញកូនបក្សី3នៅក្នុងសម្បុកចិត្តគ្នានោះក៏ចាប់យកមកមួយម្នាក់មកចិញ្ចឹមឯថ្មព្រៃទាំង3រូបនោះ
មានសេចក្តីស្រឡាញ់ចំពោះកូនបក្សីទាំង3ហាក់ដូចជាកូនបង្កើតហើយបានគិតគ្នាថាយើងខំចិញ្ចឹមរក្សាបង្រៀនឲ្យមានបែបបទល្អហើយយកទៅថ្វាយស្ដេចជាគ្រឿងបណ្ដាការថ្មើរព្រៃម្នាក់ដែលចិញ្ចឹមកូនក្ងោកនោះខំបង្ហាត់ឲ្យចេះរាំចេះក្រាបសំពះឯក្ងោកជាសត្វមានគំនិតខ្លីក៏ចេះតែរាំធ្វើតាមរហូតដល់ចេះរាំចេះក្រាបសំពះដោយបំណងរបស់ម្ចាស់ថ្មើរព្រៃម្នាក់ទៀតដែលចិញ្ចឹមកូនសាលីកាក៏ខំបង្ហាត់បង្ហាញឲ្យរៀននិយាយភាសាមនុស្សសាលីកាជាសត្វមានគំនិតខ្លីក៏ខំនិយាយតាមរហូតដល់ចេះនិយាយជាមួយនឹងមនុស្សបានឯថ្មើរព្រៃម្នាក់ទៀតដែលចិញ្ចឹមកូនកុកក៏ខំបង្ហាត់បង្ហាញកូនកុកនោះតាមបំណងរបស់ខ្លួនប៉ុន្តែកុកជាសត្វបណ្ឌិតមានគំនិតវែងបានគិតថាអញមិនគួរធ្វើជាអ្នកចេះរាំចេះនិយាយចេះក្រាបសំពះតាមឱវាទរបស់ថ្មើរព្រៃទុច្ចរិតនេះទេបើអញធ្វើជាអ្នកចេះដឹងមុខតែថ្មើរព្រៃនេះដាក់អញក្នុងទ្រុងដរាបដល់អស់ជីវិតលុះគិតដូច្នេះហើយក៏មិនអើពើនឹងឱវាទរបស់ថ្មើរព្រៃជាម្ចាស់ឡើយបើគេបង្ខំខ្លាំងគ្រាន់តែស្រែកក្រក់តែប៉ុណ្ណោះថ្ងៃមួយថ្មើរព្រៃទាំងនោះបានយកកូនបក្សីទាំង3ទៅថ្វាយស្ដេចព្រះរាជាបានទតឃើញបក្សីនោះហើយទ្រង់មានព្រះតម្រាស់ថាមនាលព្រានកូនក្ងោកនេះមានគុណវិសេសដូចម្ដេចខ្លះអ្នកម្ចាស់ក្ងោកក្រាបទូលថាបបិទ្ធព្រះសមត្ថទេពក្ងោកនេះចេះរាំចេះក្រាបថ្វាយបង្គំក៏ប្រើក្ងោកនោះថ្វាយបង្គំព្រះរាជាលុះក្ងោកនោះថ្វាយបង្គំហើយអ្នកម្ចាស់ក្ងោកក៏ធ្វើភ្លេងដោយមាត់របស់ខ្លួនក្ងោកក៏ពន់រេរាំតាមភ្លេងនោះព្រះរាជាបានទតឃើញដូច្នេះហើយទ្រង់សពព្រះរាជាហឫទ័យណាស់ក៏ត្រាស់បង្គាប់ឲ្យអាមាត្យចងទុកក្បែរទីនោះទៅទ្រង់ត្រាស់សួរទៅអ្នកចិញ្ចឹមសាលីកាថាអ្នកចិញ្ចឹមសាលីកាក្រាបទូលថាបបិទ្ធមហារាជាសាលីកានេះចេះនិយាយភាសាមនុស្សបានក៏នាំសាលីកានោះនិយាយថ្វាយព្រះរាជាជាទីសណ្ដាប់ព្រះរាជាទ្រង់ព្រះសណ្ដាប់ភាសាកូនសាលីកានោះហើយទ្រង់សពព្រះរាជាហឫទ័យក៏បង្គាប់ឲ្យអាមាត្យចងទុកក្បែរទីនោះទៅបន្ទាប់មកព្រះរាជាសួរទៅអ្នកចិញ្ចឹមកុកទៀតថាអ្នកចិញ្ចឹមកុកក្រាបទូលថាបបិទ្ធព្រះសមត្ថទេពកុកនេះជាសត្វល្ងង់បំផុតទោះបីទូលបង្គំខំបង្ហាត់បង្ហាញយ៉ាងណាក៏ពុំចេះដឹងអ្វីសោះចេះត្រឹមតែស្រែកក្រក់តែប៉ុណ្ណោះកុកបណ្ឌិតកាលបើបញ្ចាស់របស់ខ្លួនទូលព្រះរាជាដូច្នោះហើយក៏ស្រែកក្រក់ឡើងលំដាប់នោះទើបបញ្ជាឲ្យអាមាត្យយកកុកនោះទៅលេងកុំឲ្យទុកព្រោះវាជាសត្វល្ងង់មិនចេះនិយាយស្ដីនឹងគេកុកបណ្ឌិតកាលបើអាមាត្យលេងហើយក៏ហើរទៅទុំលើកំពូលប្រាសាទសូត្របទគាថាជាភាសាមនុស្សថាពុកកោបណ្ឌិតតោរាជៈភាសៈកញ្ជេវៈមាវិចៈមយុរាសាលិកាជេវៈពហុញាតាពហុពុទ្ធាបបិទ្ធមហារាជខ្ញុំជាកុកបណ្ឌិតមានប្រាជ្ញាម្ចាស់ខ្ញុំព្រះអង្គឲ្យនិយាយខ្ញុំមិននិយាយឡើយដើម្បីដោះខ្លួនឲ្យរួចពីបំណងឯក្ងោកនិងសាលិកាជាអ្នកចេះដឹងច្រើនជាប់បំណងក៏ច្រើនព្រះរាជាទ្រង់ព្រះសណ្ដាប់គាថារបស់កុកបណ្ឌិតហើយទ្រង់ក៏បន្លឺនៅព្រះសូសីហនាថាសាធុសាធុសាធុអ្នកជាបណ្ឌិតពិតប្រាកដមែនកុកបណ្ឌិតក៏ហើរទៅតាមវត្ថុបំណងរបស់ខ្លួនដោយសេរីសួស្តីលំដាប់នោះព្រះរាជាទ្រង់ទតឃើញក្ងោកនិងសាលិកាដែលជាប់
មានបំណងច្រើនមានមុខក្រៀមក្រំស្រងូតស្រងាត់ក៏ត្រាស់បង្គាប់ឲ្យអាមាត្យដោះលែងទៅរឿងបុរសពីរនាក់ដាក់អន្ទាក់សត្វសម័យថ្ងៃមួយមានបុរសពីរនាក់ជាមិត្តសម្លាញ់នឹងគ្នាបានបបួលគ្នាទៅដាក់អន្ទាក់សត្វបុរសទាំងពីរបានដើរទៅដើមឈើមួយដែលមានជ្រូកព្រៃធ្លាប់មកស៊ីផ្លែវាជារៀងរាល់ថ្ងៃមិត្តមួយដាក់អន្ទាក់នៅនឹងដីរីឯមិត្តម្នាក់ទៀតដាក់នៅចុងឈើដាក់រួចហើយមិត្តទាំងពីរសន្យាគ្នាថាយើងឡើងមកមើលអន្ទាក់ដំណាលគ្នាមិនឲ្យអ្នកណាមកមុនមកក្រោយនោះទេក្រោយពេលទៅដល់ផ្ទះបុរសដែលដាក់អន្ទាក់នៅចុងឈើលួចមកមើលអន្ទាក់មុនបុរសនោះឃើញជ្រូកជាប់អន្ទាក់បុរសដែលដាក់នៅគល់ឈើហើយក៏ដោះជ្រូកទៅដាក់នៅអន្ទាក់របស់ខ្លួននៅឯចុងឈើលុះបុរសនោះធ្វើការរួចរាល់ហើយក៏ត្រឡប់ទៅផ្ទះវិញទៅដាស់ម្នាក់ទៀតឲ្យមកមើលអន្ទាក់បុរសដាក់អន្ទាក់នៅគល់ឈើឃើញជ្រូកបែរជាទៅជួបអន្ទាក់របស់បុរសដែលដាក់នៅចុងឈើវិញកើតរឿងជជែកទើសទែងគ្នាមិនសុខចិត្តបុរសនោះមិនសុខចិត្តក៏ពោលថាអ្នកឯងដាក់អន្ទាក់នៅចុងឈើសោះហេតុអ្វីក៏ទៅជាជួបសត្វជ្រូកឯនោះវិញបុរសម្ចាស់អន្ទាក់នៅគល់ឈើមិនសុខចិត្តដើររកស្មាក្តីលុះដើរទៅគាត់ក៏បានទៅជួបសុភាទន្សាយជាសត្វពូកែនិងមានប្រាជ្ញាវាងវៃសុភាទន្សាយសួរថាអេបងទៅណានឹងបុរសនោះតបវិញថាខ្ញុំត្រូវចាញ់បោកគេសុភាទន្សាយសួរថាចាញ់បោកយ៉ាងម៉េចបុរសនោះបានរៀបរាប់ដំណើររឿងរ៉ាវប្រាប់ថាយើងខ្ញុំទាំងពីរនាក់បានទៅដាក់អន្ទាក់គេឲ្យខ្ញុំដាក់អន្ទាក់នៅនឹងដីហើយគេបានដាក់អន្ទាក់នៅចុងឈើស្រាប់តែពេលមកមើលអន្ទាក់ឃើញសត្វជ្រូកបែរជាទៅជួបអន្ទាក់នៅចុងឈើទៅវិញខ្ញុំមិនសុខចិត្តក៏ដើររកស្មាក្តីសុភាទន្សាយតបវិញថាមិនអីទេចាំខ្ញុំជួយឲ្យតែបានជែកនួនមួយស្និតខ្ញុំនឹងកាត់ក្តីឲ្យភ្លាមចំណែកខាងបុរសដាក់អន្ទាក់នៅចុងឈើក៏មានស្មាក្តីដែរដល់ពេលវេលាត្រូវមកកាត់ក្តីសុភាទន្សាយមកយឺតធ្វើឲ្យខាងបុរសដាក់អន្ទាក់នៅចុងឈើនិងស្មាក្តីរងចាំអស់មួយព្រឹកធំមួយសន្ទុះក្រោយមកទើបឃើញសុភាទន្សាយមកដល់ពេលសុភាទន្សាយមកដល់ស្មាក្តីខាងបុរសដាក់អន្ទាក់នៅខាងចុងឈើសួរថាចុះបងសុភាទន្សាយមិនក៏យូរម្លេះសុភាទន្សាយតបថាទេអារឿងយូរនឹងមកពីចង់មើលត្រីក្រាញ់ឡើងស៊ីស្លឹកអំពិលត្រួយអំពិលឮដូច្នេះស្មាក្តីមកខាងទៀតឆ្លើយថាមិនដែលមានត្រីក្រាញ់ណាឡើងទៅស៊ីត្រួយអំពិលបានទេសុភាទន្សាយក៏តបវិញថាហើយចុះមិនដែលមានជ្រូកឯណាទៅជួបអន្ទាក់នៅចុងឈើដែរមានតែជួបអន្ទាក់គេនៅនឹងដីគឺអ្នកឯងទេដែលដោះយកទៅដាក់នៅចុងឈើវិញនោះឮសូរដូច្នេះខាងបុរសដាក់អន្ទាក់ចុងឈើចាញ់បញ្ញាសុភាទន្សាយរីឯសត្វជ្រូកនោះក៏បានទៅខាងបុរសដាក់អន្ទាក់នៅគល់ឈើវិញទៅ